ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែកតកតងការធ្វើសម្លប្រហើរគ្រឿងចឹងគ្រឿងផ្សំរបស់យើងគឺងាយទេបងប្អូនដូចបងប្អូនឃើញនៅក្នុងវីដេអូរបស់ខ្ញុំនឹងឯងតោះឥឡូវហ្នឹងកុំឲ្យខាត់ពេកយើងត្រូវការដាក់ដាំទឹកសិនបងប្អូនបន្ទាប់ពីដាំទឹកហើយពេលទឹកពុះយើងចិញ្ច្រំប្រហុកចូលពេលចិញ្ច្រំហើយយើងដាក់គ្រឿងចូលណាពុកម៉ែបងប្អូនដាក់គ្រឿងចូលគ្រឿងគឺមានតែប៉ុណ្ណឹងដូចនៅក្នុងវីដេអូដែលខ្ញុំបានធ្វើនេះឯងតទៅពីដាក់គ្រឿងហើយគឺយើងដាក់ត្រីចូលណាពុកម៉ែបងប្អូនហ្នឹងហើយបងប្អូននិយាយពីថាធ្វើបដាទៅក្លិនឈ្ងុយមកក្លៀនបាយមកបងប្អូនហេវមកបងប្អូនអើយអូខេរួចដល់ពេលយើងដាក់ត្រីរួចគឺយើងចាប់ដើមក្របវាសិនណាបងប្អូនយើងក្របវាទុកបន្តិចមកឲ្យពុះរួចយើងបង់គ្រឿងចូលណាបង់អំបិលចេងរ៉ូឌីស្ករអីតាមចំណង់ចំណូលចិត្តបងប្អូនដែរចង់ញ៉ាំរសជាតិជូរផ្អែមដិតហឹរមិនក៏បានដែរបងប្អូនអាហ្នឹងគឺតាមចំណង់ចំណូលចិត្តរបស់បងប្អូនរៀងខ្លួនអញ្ចឹងណាអូខេរួចហើយគឺយើងដាក់បន្លែណាបងប្អូនណាហើយសម្រាប់ខ្ញុំគឺចូលចិត្តប្រៃបន្តិចអញ្ចឹងគឺលួចអំបិលបន្ទាប់មកគឺយើងដាក់នោមបងប្អូនបន្លែណាដែលក្របហុយគឺយើងបង់វាមុនហើយបន្លែណាដែលឆាប់ហុយគឺយើងចាំដាក់វាក្រោយដូចផ្ទីដូចស្អំលឹកបាសអីនេះបងប្អូនគឺឆាប់ហុយទេបងប្អូនអាចដាក់ក្រោយពេលយើងដាក់បន្លែដែលក្រឆ្អិនដូចបន្លែល្ពៅឃ្លោកអីនេះឯងគឺក្រឆ្អិនអញ្ចឹងគឺយើងដាក់វាមុនហើយឥឡូវហ្នឹងគឺសម្លយើងបានរួចរាល់ហើយទំនងមកបងប្អូនអើយស្រក់ទឹកមាត់តក់ពងចូលសលេងក៏ស្រក់ទឹកមាត់ដែរបងប្អូនអរគុណបងប្អូនវីដេអូមានតែប៉ុណ្្នឹងឯងបាយ